ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះចានាងខ្ញុំចាតែឃើញថាចង់ញ៉ាំស្លកោអញ្ចឹងណាដោយថាស្លកោគឺមានបន្លែចាច្រើនមុខចាវាជាបន្លែថាជួយខាងផ្នែកសុខភាពបានច្រើនចាអញ្ចឹងហើយខ្ញុំក៏ចាជ្រើសរើសថាសម្លកកូរចាជាមួយនឹងត្រីអណ្ដែងអញ្ចឹងណាចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមចាអំពងខ្ទឹមកូរគ្រឿងឲ្យឈ្ងុយចាហើយក៏កូរគ្រឿងឲ្យឈ្ងុយហើយនាងខ្ញុំក៏ចាប់ផ្ដើមចាដាក់ជាមួយនឹងចាត្រីហើយគ្រឿងក្រៅគ្រប់មុខចាស្ករប៊ីចេងចាទឹកត្រីចាប្រេងខ្យងចាហើយត្រឡប់ជាមួយនឹងត្រីចូលជាតិហើយនាងខ្ញុំក៏ចាក់ទឹកខ្ទិះចាចាក់ទឹកខ្ទិះដើម្បីឲ្យវាពុះចាពុះហើយវាសាច់ត្រីចូលជាមួយនឹងចាជាតិឲ្យកាន់តែឆ្ងាញ់ជាមួយនឹងទឹកខ្ទិះអញ្ចឹងណាពុកម៉ែបងប្អូនចាបន្ទាប់មកនាងខ្ញុំចាប់ផ្ដើមកូនតិចអញ្ចឹងណាចាហើយបន្ទាប់មកនាងខ្ញុំក៏ចាចាប់ផ្ដើមចាដាក់បន្លែដូចជាល្ពៅដើម្បីវាផុយល្អអញ្ចឹងណាចាបន្តិចទៀតដាក់ល្ពៅរើសល្ពៅដាក់ចាហើយបន្ទាប់ពីដាក់ល្ពៅហើយនាងខ្ញុំក៏ដាក់បន្លែគ្រប់មុខចូលតែម្ដងចាឥឡូវខ្ញុំចាំឲ្យស្ទុះសិនដើម្បីឲ្យទឹកពុះអញ្ចឹងណាពុកម៉ែបងប្អូនចាចាប់ដើមកូរទៅកូរមកហើយចាអញ្ចឹងនាងខ្ញុំដាក់ល្ពៅមុនសិនដើម្បីឲ្យល្ពៅហ្នឹងងាយផុយជាមួយនឹងចាមុនគេអញ្ចឹងព្រោះវារាំងរឹងជាងគេចាបន្ទាប់មកបន្លែមានត្រប់មានចាសណ្តែកគួរចាហើយក៏មានជាមួយនឹងល្ហុងចាយើងបន្លែធម្មជាតិយើងគ្រប់មុខចាដើម្បីឲ្យរសជាតិស្លកូរយើងកាន់តែមានរសជាតិឈ្ងុយហើយឆ្ងាញ់តែម្ដងចាអញ្ចឹងខ្ញុំចាប់ដើមចាដាក់ល្ពៅខ្ញុំត្រឡប់បន្តិចទៅឲ្យចូលជាតិជាមួយនឹងចាគ្រឿងក្រៅអញ្ចឹងណាដើម្បីវាងាយផុយចាហើយបន្ទាប់មកចានាងខ្ញុំចាចាប់ផ្ដើមចាចាក់ទឹកខ្ទិះចាក់ទឹកខ្ទិះចូលចាហើយនាងខ្ញុំទុកមកស្ទុះដើម្បីឲ្យវាពុះអញ្ចឹងណាចាបន្ទាប់មកនាងខ្ញុំក៏ចាដាក់បន្លែចាគ្រប់មុខតែម្ដងចាដើម្បីវាផុយល្អហើយនឹងចូលជាតិជាមួយនឹងគ្រឿងអញ្ចឹងណាចាដើម្បីមានរសជាតិឈ្ងុយឆ្ងាញ់ហើយដាក់អង្ករលីងក៏អីផងដែរចាឥឡូវនាងខ្ញុំកំពុងតែដាក់បន្លែហើយចាបន្លែមានគ្រប់មុខតែម្ដងអញ្ចឹងណាចាសណ្តែកគួរមានចាត្រប់ចាដកកូរចាហើយមានល្ហុងចាខ្នុរចាខ្នុរខ្ចីអញ្ចឹងណាចានាងខ្ញុំចាប់ដើមដាក់ហើយបន្តិចទៀតនេះខ្ញុំទុកវាមកស្ទុះដើម្បីវាពុះចាហើយក៏ពុះសពគ្រប់ហើយយើងក៏អាចហូបបានអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងយើងចាប់ផ្ដើមដាក់បន្លែប្លុកចូលគ្រប់មុខហើយជាមួយនឹងស្លកូរយ៉ាងឈ្ងុយឆ្ងាញ់ចាស្លកូរនិយាយទៅវាជាស្លកូរប្រទេសចាកម្ពុជាយើងខ្មែរយើងចូលចិត្តចាហូបស្លកូរនិយាយល្បីក្នុងប្រទេសកម្ពុជាយើងអញ្ចឹងណាជាម្ហូបថាមានបន្លែគ្រប់មុខយើងញ៉ាំបន្លែគ្រប់មុខទៅវាមានចារសជាតិ